សួស្តីសូមស្វាគមន៍បងប្អូនទាំងអស់គ្នាសម្រាប់វីដេអូឃ្លីបមួយនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាពីវិធីដោះស្រាយ talkback នៅពេលដែលទូរស័ព្ទយើងទុកចោលកូនគាត់លេងអីមិនដឹងថាគាត់ចុចអីស្រាប់តែជាប់ talkback ជាអត់កើតប៉ះឆ្វេងលោតស្ដាំប៉ះស្ដាំលោតឆ្វេងអញ្ចឹងអាហ្នឹងគេហៅជាប់ talkback កម្មវិធីហ្នឹងភាគច្រើនគេប្រើសម្រាប់បងប្អូនជនពិការគាត់ភ្នែកគាត់ខ្សោយអញ្ចឹងគេប្រើកម្មវិធីហ្នឹងក៏យើងយកទៅប្រើសម្រាប់សុវត្ថិភាពទូរស័ព្ទយើងបានដូចគ្នានៅពេលដែលអ្នកណាប៉ះទូរស័ព្ទយើង talkback នឹងនិយាយអញ្ចឹងយើងក៏ដឹងថាគេបានប៉ះពាល់ទូរស័ព្ទយើងអញ្ចឹងសម្រាប់ដំណោះស្រាយក្នុងការដោះ talkback ហ្នឹងបងប្អូនចង់ដឹងបងប្អូនចូលទៅក្នុងវីដេអូជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចាំមើលទូរស័ព្ទខ្ញុំវាជាប់បងប្អូនឃើញទេយើងប៉ះលេងស្ដាប់បញ្ជាយើងហើយកាលមុនយើងទៅប៉ះតែមួយយើងចូលដល់កម្មវិធីអញ្ចឹងឃើញទេនិយាយមិននិយាយអីខ្លះអាហ្នឹងជាប់ talkback អញ្ចឹងសម្រាប់ការដោះ talkback ហ្នឹងទី1បងប្អូនត្រូវប្រើម្រាមដៃ2សម្រាប់ការអូសអេក្រង់ឡើងលើចុះក្រោមឬក៏ឆ្វេងស្ដាំដាក់ឲ្យស្មើគ្នាសម្រាប់ការអូសអេក្រង់អូសឆ្វេងក៏ដោយអូសស្ដាំក៏ដោយអូសឡើងលើក៏ដោយអូសចុះក្រោមក៏ដោយបងប្អូនត្រូវប្រើម្រាមដៃ2សម្រាប់ការចូលកម្មវិធីបងប្អូនចុច1បន្ទាប់មកចុច2ដងជាប់គ្នាទៀតអញ្ចឹងសម្រាប់ការដោះខ្ញុំចូលក្នុង setting ខ្ញុំចុច1បន្ទាប់មកទៀតចុច2ដងជាប់គ្នាឲ្យជាប់ឲ្យញាប់ឃើញទេចូលមកដល់នេះសម្រាប់ការអូសយើងប្រើម្រាមដៃ2ដាក់ឲ្យស្មើគ្នាយើងអូសឃើញទេបងប្អូនដល់អូសម្រាមដៃ2បានអូសបានបើបងប្អូនអូសម្រាមដៃ1អត់ទៅស្ដាប់ប្រកបយើងឯងអញ្ចឹងបងប្អូនអូសពាក្យថា accessibility អញ្ចឹងយើងអូសម្រាមដៃ2ពាក្យហ្នឹងមកនេះពាក្យហ្នឹងយើងប៉ះមួយដើម្បីចូលកម្មវិធីយើងចុច2ដងឲ្យជាប់គ្នាទៀតនេះបងប្អូនឃើញ talkback ឯងអញ្ចឹងវាជាប់ talkback អញ្ចឹងចូលទៅក្នុង talkback មកប៉ះមួយតមកទៀតចុច2ដងឲ្យជាប់គ្នាទៀតនេះបងប្អូនឃើញ talkback ហ្នឹងអត់បានន័យថាវាបើកអញ្ចឹងតែបើកកម្មវិធីនឹងដំណើរការគឺលេងស្ដាប់ហើយចុចឆ្វេងចេញស្ដាំនិយាយស្អីទៅពីទៅពីមកអញ្ចឹងយើងបិទវិញយើងប៉ះកន្លែងអននឹងមួយតបមកទៀតចុច2ដងឲ្យជាប់គ្នាទៀតមកដល់កន្លែងនេះបងប្អូនឃើញគេដែរturn off អញ្ចឹងយើងប៉ះកន្លែងនឹងមួយតបមកយើងចុច2ដងជាប់គ្នាទៀតឃើញទេបងប្អូនឃើញទេកម្មវិធីហ្នឹងត្រូវបានបិទហើយត្រូវបានដោះស្រាយយើងចុចតែមួយវាបកទៅក្រោយហើយឃើញទេមកធម្មតាវិញអញ្ចឹងសម្រាប់កម្មវិធីហ្នឹងគឺយើងប្រើធម្មតាគឺប្រើតែម្រាមដៃមួយអូសមួយគឺដំណើរការឲ្យជាប់ talkback ហើយបងប្អូនចង់ចូលទៅកម្មវិធីបងប្អូនចុច1តបមកចុច2ដងឲ្យជាប់គ្នាបងប្អូនចង់អូសឲ្យក្រង់បងប្អូនប្រើម្រាមដៃ2ដាក់អន្ទឹមគ្នាស្មើគ្នាអូសឡើងលើចុះក្រោមឬក៏អូសឆ្វេងអូសស្ដាំអញ្ចឹងសម្រាប់ការដោះហ្នឹងយើងជោគជ័យណាអញ្ចឹងខ្ញុំចូលទៅវិញម្ដងទៀតខ្ញុំចូល setting ប្រាប់បងប្អូនថាយើងអាចកំណត់មុខងារមួយដើម្បីឲ្យយើងស្រួលអញ្ចឹងថ្ងៃណាយើងចង់ដាក់ talkback ហ្នឹងយើងដាក់ទៅដើម្បីការពារគេចូលទូរស័ព្ទយើងហ្នឹងណាអញ្ចឹងតែចូលទៅ talkback នឹងនិយាយមកយើងដឹងថាគេចូលទូរស័ព្ទយើងគេប៉ះទូរស័ព្ទយើងអញ្ចឹងខ្ញុំអូសពី accessibility បងប្អូនឃើញទេពេលយើងដោះហើយយើងអូសតែម្រាមដៃមួយយើងធម្មតាយើងប្រើតែអញ្ចឹងខ្ញុំចូល accessibility បន្ទាប់មកទៀតខ្ញុំចុច talkback នេះបើបងប្អូនចង់ដាក់កម្មវិធីហ្នឹងឲ្យងាយស្រួលហ្មងបងប្អូនឃើញនេះtalkback shortcut កាលណាបងប្អូនកន្លែងហ្នឹងចុច Q អញ្ចឹងបានន័យថា shortcut ហ្នឹងមានដំណើរការអញ្ចឹងខ្ញុំបើកវិញ hello នេះបងប្អូនឃើញទេបងប្អូនមើលនេះឃើញទេ hold volume up and down ប៊ូតុងបានន័យថាយើងចុចប៊ូតុងបើកសំឡេងឡើងសំឡេងចុះសំឡេងចុចគុំគ្នាទាំងពីរកម្មវិធីនឹងដំណើរការពេលយើងដោះក៏យើងចុចទាំងពីរគុំគ្នាវាដោះអញ្ចឹងដាក់ក៏អានឹងដោះក៏អានឹងវាស្រួលអញ្ចឹងដូចយើងកន្លែង power បិទបើកដូចគ្នាអញ្ចឹងយើងកំណត់កន្លែងហ្នឹងមកយើងបើកអញ្ចឹងមកយើងប្រើកម្មវិធីហ្នឹងងាយស្រួលអញ្ចឹងឥឡូវសម្រាប់ខ្ញុំបើកហើយអញ្ចឹងខ្ញុំបកទៅវិញអស់បងប្អូនចាំមើលអញ្ចឹងឥឡូវខ្ញុំដាក់កម្មវិធីហ្នឹងណាឥឡូវអត់ជាប់ទេណាអូបានធម្មតាម្រាមមួយណាគឺយើងប្រើទូទៅឥឡូវខ្ញុំដាក់ដោយសារខ្ញុំកំណត់មុខងារហ្នឹងឲ្យវានៅកន្លែងប៊ូតុងឡើងចុះយើងហ្នឹងយើងចុចពី
bật tông nó pi chọp khía bật tông tờ lang sợi nhá cho chọp khía máu tại bây vị này tí viên nâng tờ nào ca một thì nâng pi dân đó của dân thưa chẳng được nỉa em chết bọn khởi nhé lỡ ca một thì nâng với tờ nào ca đáp lên ba này nó phở một điểm này pi chẳng á nó phở một điểm này pi chẳng bàn ô bàn chẳng á chẳng bộ bóng ôn thở cá đó vĩnh chẳng một nhiều dương cầm nọt mình nắng chẳng dương cho cùng nia tiết cái lại làm cho sầm lấy nhưng cho nia tầng pí cùng nia tầng pí nâng tới tầng là sầm lấy lang lứa tầng sầm lấy cho khóm bây vị này tí vi đằng nào ca vinh chẳng á chẳng chết thế nhé chẳng cam thi nâng mau thòm nào vậy nhỉ chẳng dương ai phở cam thi nâng cư chui dương ở miền Sài Gòn cái đá cà pia cái lô kê ở trong bao trong ấy tủ sạp trước nâng cổ ở đài chẳng tại cam thi nâng cái phở mẹ bông ôn con ca khang phê chứ quạt phở cam thi nâng hay bông ôn cùng cho tha mấy bông ôn ở bị cá quạt phở bàn ôn cho cho mình quạt ăn là so bán quạt xẻ so bán thấy ăn khó đi nên chỉ chùm nía nhá chẳng sờ mẹ ca bật thọ pet từ lưu tu sắp Android học côn bông ôn học nía bàn tam đàn video bọc nhóm học côn